ហ៊ាននិយាយថាឃើញវីដេអូស្អាតប៉ុណ្ណឹងទៅមើលជាក់ស្ដែងស្អាតជាងនឹង10 ដងចាដូចនៅដែលយើងឈរលើឋានសួគ៌មើលបាទអញ្ចឹងនេះជាចំណុចដែលខ្ញុំធ្វើកម្រងនេះមកយើងមិនមែនផ្ដោតទៅលើតែរឿងមេមរតផាកទេយើងផ្ដោតទៅលើសួនឧទ្យានអនុស្សាវរីយ៍ដែលវាពាក់ព័ន្ធនឹងការលើកស្ទួយវប្បធម៌អរិយធម៌របស់ខ្មែរយើងសាសនារបស់ខ្មែរយើងចានឹងជាចំណុចសំខាន់របស់កម្រងអញ្ចឹងបើសិនជាខ្ញុំធ្វើជាកម្រងត្រឹមតែជាមេមរតផាកយើងដាក់តែមុងអីគឺអត់មានអីអស្ចារ្យទេទោះបីជានៅក្នុងដីដែលមានហុងស៊ុយល្អមែនបានន័យថាបើសិនជាយើងធ្វើតែត្រឹមតែមុងវាស្មើនឹងការបម្រើផលប្រយោជន៍បុគ្គលគ្រួសារចាតែបុគ្គលទេចាប៉ុន្តែនៅក្នុងកម្រងយានផាកដែរគឺយើងបែងចែកមួយផ្នែកធំដើម្បីយើងរៀបចំជាកន្លែងទីសក្ការៈបាទចាដោយសារតែអំណោយផលរបស់ភូមិសាស្ត្រគេហៅថាជាភូមិរបស់ដីដែលក្នុងកម្រងយានផាកដៃហ្នឹងគឺគេហៅថាមានភ្នំមានក្បាលភ្នំច្រើនគេហៅនេះមានក្បាលច្រើនចឹងដល់ពេលនេះក្បាលច្រើនចឹងបានន័យថាយើងអាចបែងសូនបានអ្វីដែលជាសំណាងហ្នឹងគឺក្បាលភ្នំនីមួយៗគឺនៅក្នុងអង្គសារដែលមិនចេះផុតយុគ